ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមអធិស្ឋានផងសម្រាប់សលេងព្រោះខ្ញុំផ្ដាសាយចានេះគឺជាសកម្មភាពនៃការរៀបចំវ៉ាលីនិងអ៊ីវ៉ាវ៉ាន់ដែលពួកយើងត្រៀមក្នុងការទៅលេងប្រទេសអង់គ្លេសរយៈពេល2សប្តាហ៍អញ្ចឹងនេះគឺជាអ៊ីវ៉ាវ៉ាន់ដែលពួកខ្ញុំដាក់តាមខ្លួនទៅលើយន្តហោះនេះកាបូបរបស់ខ្ញុំជាមួយនឹងសាការីយើងអាចមានកាបូបតូចមួយដូចជាសាក់កាដូអាចដាក់តាមខ្លួនបានហើយពួកខ្ញុំដាក់ស្រោមដៃស្រោមជើងអាវល្ងាមានខោទឹកនោមសាការីមានចំណីចំណុកតិចតួចដែលយើងអាចដាក់បានហើយនឹងជើងកាមេរ៉ាផងដែរងាយស្រួលក្នុងការដែលយើងអាចថតវីដេអូហើយសម្រាប់ថ្នាំដុសធ្មេញនិងសាប៊ូនិងគ្រឿងសម្អាងអីផ្សេងៗយើងដាក់នៅក្នុងទីបដែលទូចតែក្រោម100មីលីលីត្រទីបគេអាចឲ្យយើងដាក់តាមខ្លួនបានមានកញ្ឆែបបង្កយើងអាចប្រើនៅលើយន្តហោះព្រោះអីវាអាចត្រជាក់ជាកាបូបរបស់ប្តីខ្ញុំផងដែរគាត់ពីច្រើនគឺមានតែក្អែកាមេរ៉ាអីនឹងឯងហើយចាអញ្ចឹងនៅក្នុងនោះមានក្អែហើយនឹងមីសារតែមីនៅស្រុកគេហ្នឹងញ៉ាំអត់សូវឆ្ងាញ់ព្រោះអីត្រឡប់ហើយនេះគឺជារបស់ល្មមដែលខ្ញុំប្រើផ្ទាល់ខ្លួនត្រឹមនឹងថ្មីសាប៊ូអីផ្សេងៗហ្នឹងគាត់ដាក់ទៅដែរអញ្ចឹងវ៉ាលីមួយហ្នឹងគឺដាក់គ្នា3នាក់កូនប្តីហើយនឹងខ្ញុំអញ្ចឹងពួកខ្ញុំដាក់តែមួយម្នាក់ហ្នឹងយកទៅតែ3ទៅ4កាផ្លេទេហើយសិតកៅអៅជើងវែងដៃវែងដោយសារតែនៅនោះខែ5វាគេហៅលក្ខណៈចង់ចូល summer ដែរវាក្តៅសម្រាប់ពួកគាត់ប៉ុន្តែសម្រាប់ពួកយើងគឺល្ងា17-18អង្សាជាងការ10អង្សាអីហ្នឹងគេថាប៉ុណ្ណឹងគេក្តៅស្រួលបើកថ្ងៃដែរប៉ុន្តែអាកាសធាតុគឺត្រជាក់ហើយនៅទីនោះគឺមកកាផ្លេយើងពាក់បានមួយថ្ងៃពីរថ្ងៃព្រោះយើងអត់សូវបែកមាសអីចឹងណាអញ្ចឹងយើងនឹងឯងដាក់ទៅតិចហើយម៉ាក់គាត់ថានៅនោះមានកៅខ្លះហើយមានស្បែកជើងកវែងស្បែកជើងអ្នកអាចស្រួលដើរអីម្នាក់មកគូអញ្ចឹងទៅហើយស្បែកជើងនេះយើងត្រូវពាក់លើយន្តហោះអីហ្នឹងគឺមកគូដែរអញ្ចឹងម្នាក់2គូអីឆ្នាំមុនក៏ខ្ញុំធ្លាប់ apply ដែរសម្រាប់ទៅលេងប៉ុន្តែសម្ភារវីសាអត់ជាប់មិនដឹងហេតុអីគេអាចគិតថាយើងអាចទៅស្នាក់នៅទីនោះឬអីចឹងកាលនោះយាយរបស់ខ្ញុំគាត់នៅរស់ប៉ុន្តែនៅពេលនេះទៅគឺយាយគាត់បានស្លាប់និយាយទៅមុន1ខែឬក៏2ខែអីហ្នឹងមុនពួកខ្ញុំទៅពេលអញ្ចឹងមានអារម្មណ៍ថាអត់សូវសុខចិត្តដូចខ្វះអីយ៉ាងចឹងព្រោះអីយើងទៅគោលបំណងដើម្បីទៅជួបយាយនាំសាការីទៅជួបយាយប៉ុន្តែអត់បានជួបប៉ុន្តែក៏បាននាំប្តីហើយនឹងសាការីទៅលេងប្រទេសអង់គ្លេសប្រទេសម៉ាក់ម្ដងព្រោះអីខ្ញុំធ្លាប់ទៅរៀងច្រើនដងដែរប៉ុន្តែខាន់ទៅយូរហើយទៅលើកចុងក្រោយតាំងពី2010ចេញដំណើរទៅភ្នំពេញហ្នឹងនៅថ្ងៃទី10ត្រូវនៅថ្ងៃសៅរ៍ខែ5រៀបចំខ្លួនរៀបចំវ៉ាលីអីផ្សេងហ្នឹងរងចាំឡានឈ្នួលដើម្បីមកទទួលយើងទៅភ្នំពេញហើយមានដាក់ទាំងស្វាយទៅទៀតព្រោះអីបើយើងដាក់ចូលក្នុងវ៉ាលីរបស់យើងទៅដាក់ចូលក្នុងយន្តហោះអានឹងគេអាចឲ្យយកទៅបានអញ្ចឹងដាក់ស្វាយទៅក្នុងព្រោះនៅក្នុងម្ហូបរបស់ហូបអាស៊ីយើងគឺថ្លៃចឹងឡានឈ្នួលបានមកដល់ហើយយើងលើកវាវ៉ាវ៉ាន់ដាក់ចូលឡានទៅហើយនឹងឯងគ្រួសារពូហើយមីងគាត់នៅជួយចាំផ្ទះឲ្យចឹងយើងធ្វើដំណើរទៅភ្នំពេញហ្នឹងចេញពីព្រឹកដែរហើយបងរបស់ខ្ញុំគឺគាត់មានបើក business ផ្ទាល់ខ្លួនក្នុងការលីងក្រូកាហ្វេក៏ដូចជាកិនក្រូកាហ្វេផងដែរចឹងម៉ាក់គាត់បាន order ច្រើនដែរមកកញ្ចប់កន្លះគីឡូ1គីឡូមានspecial blend ហើយនឹងពួក Arabica ដើម្បីយកទៅផ្ញើជូនមិត្តភ័ក្តិបងប្អូនរបស់គាត់នៅអង់គ្លេសនឹងកាហ្វេរបស់បងស្រីខ្ញុំឈ្មោះ Venice Coffee អញ្ចឹងមកគាត់យកកាហ្វេដែលកូនខ្មែរបានលីងនឹងកិនហ្នឹងដើម្បីយកទៅផ្ញើពួកគាត់ដូច្នេះយើងឈប់សម្រាកក៏ដូចជាញ៉ាំបាយថ្ងៃត្រង់និងផ្លាស់សម្លៀកបំពាក់មួយទឹកអីអញ្ចឹងហើយសាការីគាត់លេងមួយបងរបស់គាត់ដែរមុននឹងយើងទៅហើយយើងចេញទៅពលានយន្តហោះហ្នឹងប្រហែលជាម៉ោង2ថ្ងៃ2កន្លះថ្ងៃត្រង់នៅពលានយន្តហោះចាស់ទៅដែរពលានយន្តហោះពោធិ៍យើងមកដល់ពលានហ្នឹងប្រហែលជាម៉ោង3ព្រោះអីគេឲ្យយើងមកដល់ពលាន check in អីមុនប្រហែលជា3ម៉ោងមុនតែយើងនឹងហោះហើរឡើងខ្សែជន់ដំណើរនៅបាយតែក្នុងគេទៅម៉ែមកហើយឃើញនេះឃើញដំបូង
ពេលនេះពួកខ្ញុំ4នាក់បានចូលមកក្នុងសិនដើម្បីមើលកន្លែងដែលគេផ្ដល់ព័ត៌មានហ្នឹងថាតើដល់ពេលដែលពួកខ្ញុំ check in នៅចឹងអត់ទាន់ដល់ទេដូច្នេះពួកខ្ញុំមកចេញមកក្រៅវិញជួបមួយនឹងគ្រួសារបងស្រីខ្ញុំវិញហើយយើងក៏បានមកញ៉ាំ ice cream ឲ្យក្មេងៗគាត់លេងគាត់ដើរមើលអីសិនចឹងទៅបានយើងចូលទៅក្នុងម្ដងទៀតចាំនេះសិនទ្វារគេអត់ទាន់ open ឲ្យ check in តែនេះកន្លែងអ្នកដំណើរចេញទេបាយបាយអ៊ំបងមកបលីដល់ហើយបលីដូចជាទឹកបានពីគឺមកហើយតោះកន្លែងមានចូលពេលលាគ្រួសារបងស្រីអីហើយអស់ហើយយើងក៏ចូលមកក្នុងវិញដើម្បីមើលនៅក្តារព័ត៌មាននិងគេប្រាប់ថាយើងត្រូវទៅទ្វារលេខប្រមាណដើម្បីចូល check in ចឹងហើយពួកយើងហ្នឹងគឺជា Singapore Airline ជើងយន្តហោះរបស់ Singapore ចឹងដល់ម៉ោងដែលគេត្រូវបើកទ្វារឲ្យយើងចូលដាក់វ៉ាលី check in ហើយហ្នឹងគឺជួរ Singapore គឺច្រើនមែនតើចឹងពួកយើងត្រូវចាំឈរតាមជួរចូលម្នាក់មួយដើម្បីឲ្យពួកគាត់ថ្លឹងអីវ៉ាន់ដាក់អីវ៉ាន់របស់យើងហ្នឹងចូលទៅក្នុងយន្តហោះហើយពេលទៅដល់សិង្ហបុរីក៏យើងអត់យកចេញដែរគឺវាទៅ straight ទៅដល់អង់គ្លេសហ្មងបានយើងអាចចូលទៅយើងចេញបានគេថ្លឹងគីឡូថ្លឹងអីចឹងទៅលើសគីឡូអីចឹងយើងគេដកចេញតែយើងថ្លឹងពីផ្ទះរួចហើយម្នាក់25គីឡូតែពួកខ្ញុំបានតែ1គីឡូហ្នឹង3-4នាក់ព្រោះវ៉ាលីតែមួយធ្ងន់កាហ្វេបាក់ហ្នឹងហ្មងអញ្ចឹងយើងឡើងទៅលើនៅពេលឡើងមកលើហ្នឹងគឺយើងចូលកន្លែងត្រួតពិនិត្យគេហៅ security ហើយយើងមានតែសាក់កាដូមួយម្នាក់ទេនៅពេលហ្នឹងអញ្ចឹងគឺគេដាក់សាក់កាដូហ្នឹងចូលទៅក្នុងម៉ាស៊ីនដើម្បីឆែកមើលថាតើយើងត្រូវមានយករបស់អីដែរខុសច្បាប់អាវុធឬក៏អីផ្សេងហើយយើងអីក៏ត្រូវដើរចូលកន្លែងត្រួតពិនិត្យផងដែរអញ្ចឹងនៅពេលដែលពិនិត្យហើយយើងដើរឆ្លងកាត់កន្លែងគេលក់អីវ៉ាន់អីផ្សេងហ្នឹងតែបានត្រឹមតែមើលទេមិនទិញទេអញ្ចឹងយើងគេហៅយើងមកចាំកន្លែងហៅ gateឡើងទ្វារដែលយើងត្រូវឡើងយន្តហោះរបស់យើងហ្នឹងពេលហ្នឹងសាការីគេបានឃើញយន្តហោះលើកទី1ឈើមើលដល់ហើយគេធ្លាប់តែឃើញនៅលើមេឃជិះនៅលើមេឃយើងធ្លាប់ប្រាប់អីចឹងហើយមើលទូរស័ព្ទទូអីចឹងពេលឥឡូវគេឃើញមែនតើនឹងគឺថាឈើមើលរហូតយើងក្នុងកំឡុងពេលដែលរងចាំទ្វារបើកហ្នឹងគឺយើងទៅបន្ទប់ទឹកឬដើរមើលទ្វាររកកន្លែងអង្គុយរងចាំអីចឹងទៅអង្គុយហ្នឹងរងចាំបែរខ្ញុំផ្លេចទេនេះបែរជា1ម៉ោងឬក៏កន្លះម៉ោងដែរទេអី check in ហ្នឹងរៀងលឿនដែរនៅស្រុកខ្មែរយើងសាការីទៅមើលរហូតហើយសក់កូនក៏មិនបានយកទៅកាត់រវល់ដល់ហ្មងពេលនោះអត់ទាន់រើជាងបានកាត់សក់កូនវាកូនទៅសុកគេសក់វែងអញ្ចឹងយន្តហោះដែលយើងជិះហ្នឹងគឺជើងយន្តហោះរបស់ Singapore Airline ហើយខ្ញុំទៅជិះវាលើកទី1ទេមុនធ្លាប់ជិះតែថៃកាលទៅយូរហើយហើយមកឃើញយន្តហោះផ្ទាល់ម្ដងទៀតមានអារម្មណ៍រំភើបហើយក៏យើងភ័យដែរខ្លាចពុលដើរចូល aeroplane យន្តហោះទៅសិង្ហបុរីនេះមានតែ2ជួរទេមួយជួរមាន3កៅអីហើយខ្ញុំហើយនឹងសាការី2នាក់ប្តីហ្នឹងគឺអង្គុយមួយជួរនៅក្បែរបង្អួចដែរហើយហ្នឹងហើយគឺម៉ាក់គាត់អង្គុយនៅកៅអីមួយទៀតនៅជាប់យើងនឹងដែរអញ្ចឹងកន្លែងនេះពួកខ្ញុំអង្គុយហ្នឹងគឺនៅលើស្លាបរបស់យន្តហោះតែម្ដងចឹងសម្រាប់ក្មេងអាយុចាប់ពី2ឆ្នាំឡើងគឺតម្លៃកៅអីគឺដូចជាមនុស្សចាស់អញ្ចឹងយើងទិញ3កៅអីដើម្បីមានភាពងាយស្រួលនិងទូលំទូលាយស្ការីក៏បានគេនៅពេលដែលយើងបានអង្គុយងាយស្រួលបួលហើយគេក៏បានយកកាសហើយនឹងរបស់លេងសម្រាប់កូនក្មេងឲ្យហើយសម្រាប់យើងមនុស្សចាស់ឲ្យកាសមួយដែរដើម្បីយើងភ្ជាប់ជាមួយនឹងដោយទូរទស្សន៍អញ្ចឹងយើងមានទូផ្ទាល់ខ្លួនមានកញ្ចក់ទូផ្ទាល់ខ្លួនតែម្ដងចឹងរយៈពេលនៃការជិះពីភ្នំពេញទៅសិង្ហបុរីហ្នឹងគឺប្រហែលរយៈពេល3ម៉ោងពួកយើងចេញពីភ្នំពេញទៅប្រហែលជាម៉ោង6:55នាទីល្ងាចហើយទៅដល់នោះម៉ោង9:55នាទីយប់ផងដែរអញ្ចឹងនៅលើយន្តហោះហ្នឹងគ្រាន់តែយើងបានឡើងសូបួលហើយគេក៏បានចែកអាហារសម្រាប់កូនក្មេងមុនហើយម្ហូបអាហារនេះគឺម៉ាក់គាត់បាន order មុនហើយនៅក្នុងតាម online អ
ចឹងគេមាននំប៉័ងគេមានបង្អែមមានផ្លែឈើអីចឹងទៅហើយមានភេសជ្ជៈមានតែមានកាហ្វេមានស្រាមានទឹកផ្លែឈើអីយើងចង់ញ៉ាំអីគឺយើងអាចប្រាប់គាត់បានហើយសម្រាប់យើងមនុស្សចាស់ក៏មកតាមបន្ទាប់នឹងដែរហើយនំប៉័ងហ្នឹងគឺមិនចោលទេហើយម្ហូបគេមានជំរើសយើងពីរមុខអានេះប្រហែលជាការីជាមួយសាច់មាន់អីចឹងទៅហើយមានបង្អែមមានផ្លែឈើបង្អែមនេះឆ្ងាញ់ចូលចិត្តតែបើម្ហូបអត់ស្ទើរណានេះដល់ជាបានពាក់កណ្ដាលផ្លូវហើយសាការីគឺនិយាយទៅទិញ3កៅអីហ្នឹងប៉ុន្តែគាត់មិនដែរអង្គុយលើកៅអីគាត់ទេគឺអង្គុយលើផ្លូវបងពួកយើងហើយហ្នឹងឯងស្អាតគាត់ដែរគាត់អត់ស្ទើរញ៉ៃច្រើនអង្គុយយើងព្យាយាមឲ្យគាត់ញ៉ាំនេះមើលនេះឡើងហើយនឹងចូលយន្តហោះវិញគឺយើងពិបាកឲ្យតម្រូវឲ្យសាការីគាត់អង្គុយលើកៅអីហើយដាក់ខ្សែក្រវ៉ាត់តែសាការីក៏អត់ធ្លាប់ក៏អត់ចេះដល់ពេលអញ្ចឹងយើងព្យាយាមលក្ខណៈទប់គាត់ផងដាក់ខ្សែក្រវ៉ាត់ផងហើយក៏ស្រែកយំទៀតដល់ពេលអញ្ចឹងពិបាកសម្រាប់ពួកយើងមែនតើព្រោះអីយើងខ្លាចចិត្តអ្នកដែលជិះជាមួយយើងដែរដោយសារកូនយើងយំប៉ុន្តែនិយាយទៅគឺគាត់យំតែពេលឡើងហើយនឹងចុះនឹងទេនៅពេលដែលយើងឲ្យគាត់អង្គុយលើកៅអីក្រៅពីនឹងគឺគាត់អត់តែម្ដងគឺគាត់អង្គុយលេងយើងស្ងាត់ចង្កាំគាត់លឺអីដែរប៉ុន្តែយើងប្រាប់គាត់ទៅគាត់ស្ងាត់ចឹងទៅហើយនេះគឺជាទស្សនវិជ្ជានៅពេលដែលយើងចុះយន្តហោះចុះនៅពលានយន្តហោះសិង្ហបុរីនិយាយទៅទេសភាពគឺស្អាតមែនតើដោយសារយើងចុះម៉ោង 9:10 ហើយភ្លើងប្រងព្រាតជុំវិញហើយមុននឹងដល់នេះគឺយើងត្រូវឆ្លងកាត់សមុទ្រគេនឹងសិនដូច្នេះឃើញមានទូកមានអីឥឡូវដល់ពលានយន្តហោះហើយយើងឃើញយន្តហោះច្រើនមែនតើនៅពលានយន្តហោះហើយការជិះយន្តហោះការសប្បាយបំផុតគឺទៅពេលដែលយន្តហោះចុះនឹងឯងយើងមានអារម្មណ៍ថាយើងបានដល់ដីមានសុវត្ថិភាពហើយនឹងឯងបានចុះចេញពីយន្តហោះវាជាយន្តហោះវារំភើបសប្បាយដែរប៉ុន្តែមិនបានចង់នៅលើនឹងយូរទេពេលជិះហ្នឹងក៏មាននេះដែរមានភ្លៀងមានភ្នែកចទួលអីដែរនឹងហើយឲ្យតែឆ្លងកាត់ពពកឬក៏រៀងមានខ្យល់ខ្លាំងអីហ្នឹងវារៀងអាលាក់អញ្ចឹងរៀងផើតពោះម្ដងម្កាលដែរនឹងឯងអញ្ចឹងទៅពេលដល់ដីគឺរៀងសប្បាយហើយយើងក៏មានពេលច្រើនដែរនៅពលានយន្តហោះសិង្ហបុរីហ្នឹងយើងមានពេលតែរយៈពេល1ម៉ោងទេក្នុងការផ្លាស់ប្ដូរជើងយន្តហោះដូច្នេះយើងត្រូវចុះភ្លាមហើយត្រូវទៅរើទ្វារ gate សម្រាប់ទៅឡើងយន្តហោះមួយទៀតដើម្បីបន្តទៅប្រទេសអង់គ្លេសអញ្ចឹងយើងចុះនេះគឺនៅស្ថានីយ៍ terminal លេខ2ដើរចេញពីយន្តហោះមកចេះដើរតាមគេតាមឯងនឹងទៅគេចេញទៅតាមណាតាមនោះប៉ុន្តែយើងព្យាយាមមើលផ្លាកផងសួរអ្នកយាមអ្នកអីផងទៅថាយើងទៅ terminal 3 ហ្នឹងទៅខាងណាខាងណីអញ្ចឹងយើងត្រូវដើរឆ្ងាយមែនតើហើយយើងប្រើរយៈពេលតែ1ម៉ោងឯដូច្នេះយើងអត់សូវមានពេលក្នុងការឈប់មើលឬក៏ទៅជើងនឹងដើរផងដៃនឹងថតផងហើយផ្នែកនឹងមើលផងដើម្បីរកមើលផ្លាកអញ្ចឹងក្នុងការទៅ terminal 3 គឺយើងត្រូវឡើងលើរទេះភ្លើងអញ្ចឹងយើងត្រូវមើលទៀតថារទេះភ្លើងមួយណាយើងត្រូវឡើងទៅអញ្ចឹងនិយាយទៅបងប្អូនដែលមិនធ្លាប់ធ្វើដំណើរគឺរៀងវែងតិចហើយអានេះដោយសារតែមានម៉ាក់ផងហើយយើងហ្នឹងហើយយើងមើលផ្លាកមើលអីផងអញ្ចឹងទៅយើងក៏អត់បានវែងអត់បានទៅខុសជើងយន្តហោះអីដែរអញ្ចឹងនៅពេលដែលចេញមកដល់កន្លែងដូច supermarket តែម្ដងប៉ុន្តែមិនមែន supermarket នេះទៅអត់មានពេលថាមើលអីច្រើនទេដោយសារតែយើងបញ្ញាប់ក្នុងការដើរទៅរយន្តហោះដើម្បីបន្តទៅអង់គ្លេសព្រោះអីជាងមានពេលតែ1ម៉ោងទេដូច្នេះយើងមកដល់សិង្ហបុរីនឹងប្រហែលជាម៉ោង 10 យប់ហើយយើងត្រូវដើរស្ថានីយ៍មួយទៀតដល់ពេលអញ្ចឹងយើងមិនសូវមានពេលអីមើលអីច្រើនទេអញ្ចឹងម៉ាក់គាត់ចាំគាត់ធ្លាប់មកពេលមុនម្ដងថាធ្លាប់ឃើញមានរទេះរុញក៏ខ្លួនមកផ្លែឲ្យជីងមកស្អាតឃើញហើយប្រឹងព្យាយាមដាក់សាការីឲ្យគាត់អង្គុយក៏ចង់ឲ្យនឹងរងពេលយូរទៅបានអង្គុយប្រាប់ថាដូចរទេះនៅផ្ទះអញ្ចឹងអង្គុយឲ្យរុញទៅសួរប៉ាគេអត់សូវធ្ងន់អញ្ចឹងតរទៀតជីវិតពេញផ្លូវបុកគេឡើងហើយអញ្ចឹងនៅទីបំផុតយើងក៏បានរកឃើញ terminal 3 ស្ថានីយ៍លេខ 3 ហ្នឹងហើយបន្ទាប់ពីការត្រួតពិនិត្យអីវ៉ាន់របស់យើងអស់ហើយយើងក៏បានមកដល់យន្តហោះទៅប្រទេសអង់គ្លេសយើងនឹងត្រូវជិះរយៈពេលប្រហែលជា13ម៉ោងហើយយើងនឹងចេញដំណើរពីសិង្ហបុរីនេះនៅម៉ោង11 យប់ដូច្នេះគឺយើងនឹងបានសម្រាកបានគេងហ
ហើយយន្តហោះនេះផងដែរគឺធំជាងយន្តហោះដែលយើងជិះពីភ្នំពេញមកគឺគេមាន3ជួរហើយជួរខាងគឺមាន3កៅអីឯកណ្ដាលគេមាន4កៅអី